សូមជូនរឿងផ្កាឈូកមាសនៃអង្គរនៅពេលព្រះអាទិត្យរះឡើងជិតប្រាសាទអង្គរមានក្មេងប្រុសម្នាក់ឈ្មោះរតនាដើរតាមផ្លូវថ្មយ៉ាងស្ងៀមស្ងាត់គាត់រស់នៅក្នុងភូមិតូចមួយជិតប្រាសាទបុរាណរតនាជាក្មេងមានចិត្តល្អនិងស្រឡាញ់ធម្មជាតិជារៀងរាល់ថ្ងៃរតនាមកដោលអាងទឹកចាស់មួយគ្មាននរណាម្នាក់មកទីនេះទៀតទេប៉ុន្តែរតនាមើលឃើញអ្វីមួយពិសេសផ្កាឈូកមួយកំពុងស្ងួតនិងខ្សោយវាមានពណ៌ស្រអាប់ហាក់ដូចជាកំពុងសុំជំនួយចិត្តរតនាទន់ភ្លន់ភ្លាមរតនាចាក់ទឹកយ៉ាងប្រុងប្រយ័ត្នលើផ្កាឈូកគាត់និយាយថាកុំភ័យអីខ្ញុំនឹងជួយណាស់ចិត្តល្អតូចមួយបានចាប់ផ្ដើមថ្ងៃទៅថ្ងៃមករតនាមកថែរក្សាផ្កាឈូកជារៀងរាល់ថ្ងៃគាត់មិនដែលភ្លេចឡើយការអត់ធ្មត់របស់គាត់កំពុងផ្លាស់ប្ដូរអ្វីមួយថ្ងៃមួយផ្កាឈូកចាប់ផ្ដើមភ្លឺពន្លឺមាសរតនាភ្ញាក់ផ្អើលនិងសប្បាយចិត្តផ្កាឈូកបានផ្កាដ៏ស្រស់ស្អាតពណ៌មាសអាងទឹកខ្លាយជាស្អាតនិងពេញដោយជីវិតចិត្តល្អបានផ្លាស់ប្ដូរភូមិទាំងមូលអ្នកភូមិបានមកឃើញហើយពួកគេសប្បាយចិត្តនិងគោរពរតនាទឹកបានវិលត្រឡប់មកជីវិតតាសុវណ្ណនិយាយថាចិត្តល្អគឺជាអំណាចធំបំផុតរតនាយល់ថាការថែរក្សាគឺជាកាដូចាប់ពីថ្ងៃនោះក្នុងភូមិមានសេចក្តីសុខសាន្តផ្កាឈូកមាសនៅតែភ្លឺដោយចិត្តល្អរបស់រតនារឿងនេះបង្រៀនថាការថែរក្សានាំមកនូវភាពស្រស់ស្អាតយូរអង្វែងសូមអរគុណសម្រាប់ទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ខ្ញុំបាទម្នាក់មួយផងក៏ដូចជា Account TikTok និង Facebook សូមអរគុណ